ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការបង់ភ្លើងដោយខ្លួនឯងអញ្ចឹងនៅលើกระดาษភ្លើងនេះគេបញ្ជាក់ថាអតិថិជនអាចបង់ភ្លើងតាមរយៈ e-money AMK Canadian Buri AC និង Wing អញ្ចឹងអាហ្នឹងគេបញ្ជាក់លើហ្នឹងអញ្ចឹងឥឡូវខ្ញុំនឹងបង់ថ្លៃភ្លើងតាម AC Radar បាទអញ្ចឹងដើម្បីបង់បានបងប្អូនចូលទៅក្នុង app AC Radar ទៅមកបាទយើងចុចចូលមកបាទបន្តមកទៀតបងប្អូនមើលកន្លែងនេះគេដាក់ថាបង់ប្រាក់អញ្ចឹងបងប្អូនចុចកន្លែងបង់ប្រាក់ហ្នឹងមកបាទបន្ទាប់ពីយើងចុចចូលមកគឺវាចេញបែបនេះវាមានទូទាត់ស្វ័យប្រវត្តិរដ្ឋកោទឹកអគ្គិសនីអញ្ចឹងបងប្អូនចុចកន្លែងអគ្គិសនីមកបាទចាស់អគ្គិសនីវាមានច្រើនក្រុមហ៊ុនវាមានអគ្គិសនីកម្ពុជាក្រុមហ៊ុនអីផ្សេងទៅអញ្ចឹងសម្រាប់ភ្លើងខ្ញុំនេះគឺជាអគ្គិសនីរបស់ក្រុមហ៊ុនឯកជនទេអញ្ចឹងខ្ញុំចុចកន្លែងក្រុមហ៊ុនឯកជនបាទបន្តមកទៀតបងប្អូនមើលកន្លែងទី2គឺលេខសម្គាល់អ្នកប្រើប្រាស់អញ្ចឹងបងប្អូនចុចលើហ្នឹងមកអញ្ចឹងតើលេខសម្គាល់អ្នកប្រើប្រាស់គឺនៅកន្លែងណានៅលើกระดาษភ្លើងយើងអញ្ចឹងបងប្អូនមើលនេះកន្លែងនេះគេដាក់ថាអតិថិជនហើយលេខនេះ24689ខ្ទង់នេះអញ្ចឹងបងប្អូនបញ្ចូលលេខទាំងអស់ហ្នឹងមកវិញមកដោយមិនបាច់ដាក់សញ្ញាអីទេយើងដាក់លេខមកបាទបន្ទាប់ពីយើងបញ្ចូលលេខដូចគ្នានឹងហើយបងប្អូនចុចកន្លែងក្រោមចំនួនទឹកប្រាក់អញ្ចឹងពេលបងប្អូនចុចមកគឺយើងបែកបញ្ចូលទឹកប្រាក់ទេគឺទឹកប្រាក់វាលោតនៅលើហ្នឹងតែម្ដងបាទនេះបងប្អូនគេហើយយើងចុចចឹងមកវាចូលវាបញ្ជាក់នៅនេះ17100អញ្ចឹងយើងមើលលើกระดาษភ្លើងរបស់យើងតើវា17100មែនអត់បាទគឺដូចគ្នាណា17100ដូចគ្នាអញ្ចឹងយើងមើលឈ្មោះរបស់យើងទៅកន្លែងនេះហើយឈ្មោះគេបញ្ជាក់នៅក្រោមនេះដូចគ្នាអត់អញ្ចឹងបើដូចគ្នាយើងចុចថាយកព្រមបន្ទាប់មកវាបញ្ជាក់ឲ្យយើងម្ដងទៀតចំនួនទឹកប្រាក់គឺប៉ុណ្ណឹងហើយថ្លៃសេវាយើងបង់ហ្នឹងគិត500រៀលអញ្ចឹងយើងអស់សេវា500រៀលទៀតបងប្អូនអញ្ចឹងយើងចុចបញ្ជាក់មកបាទអញ្ចឹងវាចេញបែបនេះមានន័យថាការបង់ភ្លើងរបស់យើងគឺជោគជ័យហើយអញ្ចឹងបងប្អូនថាខ្លាចច្រឡំភ្លេចបងអីអញ្ចឹងយើងចូលកន្លែងមិញយើងបញ្ចូលលេខភាសាទៀតទៅគឺវានឹងចេញបែបនេះឥឡូវខ្ញុំទៅមិញមកបាទខ្ញុំបញ្យល់ឲ្យអស់អញ្ចឹងអគ្គិសនីដូចមិញដូចយើងបងមិញបងប្អូនបាទកន្លែងក្រុមហ៊ុនឯកជនហ្នឹងមកយើងបញ្ចូលលេខរបស់យើងម្ដងទៀតមិញយើងបានបងជោគជ័យហើយតែឥឡូវយើងមានការសង្ស័យខ្លាចបងទៅវាអត់ចូលអីចឹងបងប្អូនបាទព្រោះយើងបងដំបូងអាចនឹងបារម្ភរឿងហ្នឹងដែរគណៈបារម្ភនេះខ្លាចគេកាត់ប្រាច់ភ្លើងយើងអញ្ចឹងណាជាកន្លែងទឹកប្រាក់ទៀតមកបាទនេះបងប្អូនគេគឺវាចេញបែបនេះវាថាវិក័យប័ត្រនេះបានបង់រួចរាល់ឬក៏ផុតកំណត់ជាមានន័យថាអត់អាចបង់2ដងបានទេជាមានន័យថាកាយប័ត្រដែលយើងបង់មិញហ្នឹងគឺវាបានជោគជ័យហើយចឹងបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទនៅខាងក្រោមវីដេអូនេះហើយរបៀបបង់ថ្លៃទឹកបាទខ្ញុំនឹងបង្ហាញបងប្អូននៅពេលក្រោយឬក៏វាបង់ Wi-Fi អីហ្នឹងចឹងបងប្អូនកុំភ្លេចជួយចុច Subscribe ខ្ញុំនឹងបង្ហាញនៅវីដេអូបន្តទៀតបាទអរគុណបងប្អូនទាំងអស់គ្នា